អ្នកចងការលុយប្រយ័ត្នស្ទាយបោកថ្មីអញ្ចឹងយើងមានលុយឲ្យគេខ្ចី10000ចងការអញ្ចឹងទៅឲ្យការប្រាក់មួយខែយើងយក500អីចឹងទៅហើយដល់តាគេយកលុយហ្នឹងមកគេបងជាចាំខោយើងទៅគេបដាក់ឲ្យយើងសងអស់ដល់តា style នេះហើយគេឲ្យយើងមានទំនុកចិត្តថាអូម្នាក់ខ្ចីលុយយើងហ្នឹងគេល្អគេបងការអីថ្ងៃខែអីអត់មានពិបាកទីលុយអីទេដល់ខែគេបាញ់លុយសងការប្រាក់អីចឹងស្រួលស៊ីលុយអញ្ចឹងគេធ្វើឲ្យយើងមានទំនុកចិត្តដល់មានទំនុកចិត្តហើយគេគិតថាយើងស្រួលអញ្ចឹងយើងមើលទៅគេល្អអត់អីអញ្ចឹងលើកទី1ខ្ចី10000ដល់តែលើកទី2សាក់ខ្ចី30000ទៅខ្ចី30000ការមួយខែ1500អីចឹងទៅ1500គេបងអញ្ចឹងទៅគេបងតែ3 4ខែហើយគេដាក់មេប្រូចឈប់បងបដ ாய் ហើយទៅរកទៅផុស Facebook ផុសអីក៏គេមិនខ្វល់ដោយសារអីគេស៊ីហ្នឹងហើយអាលុយ30000ហ្នឹងគេអត់យកទៅណាទេគេយកទុកបវលទុកឲ្យការប្រាក់យើងអញ្ចឹង30000អញ្ចឹងគេចំណេញ25000ហើយប្រហែលទៀតហ្នឹងមួយខែបង1500ហ្នឹងបងតែ3ខែហ្នឹងអញ្ចឹងអស់តែប្រហែល1000គេខាតអស់តែ4-5000អញ្ចឹងគេបានលុយហ្នឹងចំណេញស្រួលធ្វើឲ្យយើងមានទំនុកចិត្តឲ្យយើងថាម្នាក់ហ្នឹងខ្ចីលុយយើងបងការប្រាក់ទៀងទាត់តាមពិតអានេះជា style របស់គេទេហើយលុយហ្នឹងគេខ្ចីមកគឺអត់មានយកទៅណាទេគេទុកបវលដើម្បីឲ្យការប្រាក់យើងហ្នឹងអញ្ចឹងគេខ្ចីយើង30000គេសុកចិត្តខាតអញ្ចឹងគេមិនសុកចិត្តយក30000គេយកតែ20000ជាងអញ្ចឹងយើងគេបងការប្រាក់យើង4-5ខែអញ្ចឹងទៅឲ្យយើងទុកចិត្តដល់ឲ្យបងឡើងបងចុះបោកក៏បែកអត់ហូម្ចាស់បំណុលនឹងឃើញទេហើយទៅផុស Facebook ទៅហូមិនទៅប្តឹងមិនដឹងទៅដល់ណាបាត់ហើយប្លុក profile ហើយប្លុកយើងចោលអញ្ចឹងបងប្អូនដែលមានលុយចងការប្រាក់ហើយនឹងស៊ីការស៊ីអីហ្នឹងណាប្រយ័ត្នមែនតើអានេះគឺជួបបទពិសោធន៍ថ្មីតែម្ដងធ្វើឲ្យយើងជាម្ចាស់លុយនេះមានទំនុកចិត្តហើយឲ្យយើងមានទំនុកចិត្តហើយបោកយើងឆ្ងាញ់ហ្មងអញ្ចឹងអាលើកទី1ហ្នឹងគេអត់ទាន់បោកទេគេធ្វើឲ្យយើងមានទំនុកចិត្តឲ្យយើងកក់ក្ដៅសិនថាអ្នកខ្ចីហ្នឹងគឺមានទំនួលខុសត្រូវបងការប្រាក់ទៀងទាត់ប្រចាំខែល្អណាស់ដល់អាលើកទី2បានគេធ្វើស៊ីតែជួនកាលអាទី1ហ្នឹងក៏គេធ្វើស៊ីដែរគេមិនចាំបាច់អាលើកទី2ទេតែលើកទី1ក៏គេធ្វើស៊ីដែរខ្ចី10000គេបងការតែ2-3ខែគេបោកគាត់បែកបាត់អញ្ចឹងជាពិសេសអាការប្រាក់បានខ្ពស់អញ្ចឹងណាអ្នកខ្លះដែលគិតថាវាឲ្យយើងដាក់ការប្រាក់សិតតាធម្មតាគេដាក់30-50ទេវាអូខេណាអ្នកខ្លះដាក់100ក៏វាយកដល់ដាក់100យកយើងកុំរឿងការប្រាក់ហ្នឹងណាកុំគិតថាការប្រាក់បានច្រើនប្រយ័ត្នគេធ្វើស៊ីហ្នឹងគេបងបានតែមួយខែពីរខែគេរត់បាត់អញ្ចឹងបងប្អូនរៀងប្រយ័ត្នតិចអ្នកចងការដឹងស្រាប់ហើយរៀងចិត្តធ្ងន់ហើយដល់តារៀងកាចតិចបានអាចទាលុយអ្នកដែលជពាក់កូនបំណុលនឹងបានតែដឹងស្រាប់ហើយឥឡូវនេះក៏ឃើញតាម social media យើងគឺមានផុសជាច្រើនអ្នកដែលជពាក់លុយគេថតរូបហើយថតវីដេអូហើយខ្ញុំបាទឈ្មោះនេះនាងខ្ញុំឈ្មោះនេះនៅថ្ងៃនេះបានខ្ចីលុយបុគ្គលនេះប៉ុណ្ណេះបើអត់នេះអាចយករូបខ្ញុំទៅផុសបានឥឡូវពួកគាត់ផុសទៅគាត់មិនខ្វល់គេចង់និយាយថាគេទៅយកពួកគាត់ក៏មិនខ្វល់ហើយគាត់អត់លុយហើយគាត់អីទៅខ្វល់គាត់ប្លុក Facebook ចោលហើយយ៉ាងច្រើនគេឃើញតែមួយផ្លែតហ្នឹងគេភ្លេចមុខគាត់ហើយដល់អញ្ចឹងអាលុយគាត់បោកគេហ្នឹងរាប់ម៉ឺនអញ្ចឹងគាត់បោកនេះបន្តិចអ្នកនោះបន្តិចរាប់ម៉ឺនគាត់ជួនកាលរត់ទៅស្រុកក្រៅទៅប្រទេសជិតខាងគេទៅធ្វើការគេបើករបររកស៊ីកើបលុយទៅអញ្ចឹងមិនថាហានិភ័យអ្នកដែលមានលុយចងការឲ្យគេអញ្ចឹងណាអញ្ចឹងគួរតែប្រយ័ត្នមើលពីសាវតាពីអ្នកខ្ចីលុយយើងមែនតែនថាគេហ្នឹងគឺមានការងារធ្វើត្រឹមត្រូវឬក៏មុខរបរអីពិតប្រាកដអីចំណូលចំណាយអីគេមិនដែរយើងមិនចេះតែឲ្យខ្ចីគិតថាបានការប្រាក់ខ្ពស់ចេះតែឲ្យខ្ចីណាមិនមែនទេយើងមើលដែរព្រោះអីរឿងនេះគឺពិតហើយជាក់ស្ដែងតែមិនមែនលើខ្ញុំទេណាលើបងខ្ញុំដែលស្គាល់គាត់អស់20000ជាងហើយអញ្ចឹងកុំឲ្យមានបញ្ហាដូចគាត់គឺធ្វើគិតតាមខ្ញុំទៅឲ្យវិភាគព្រោះអីពេលខ្លះយើងគិតថាយើងប្រយ័ត្នប្រសើរជាងធ្វើលបងអូខេអរគុណច្រើនសម្រាប់ការចែករំលែកឲ្យចំណេះដឹងនេះអរគុណច្រើនបាយបាយ